ចាសស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនកំពុងតែមានបញ្ហាឡានទៅហើយឡាននេះដែរវាមានបញ្ហាដូចជាម៉ាស៊ីនត្រជាក់អត់ត្រជាក់ល្អវាត្រជាក់ដែរត្រជាក់តិចតិចហឹមហឹមអញ្ចឹងវាត្រជាក់ចាញ់ថ្ងៃដោយសារអីឥឡូវកាសធាតុយើងក៏ប្រែប្រួលដែរកាសធាតុតាម840អីអញ្ចឹងដល់ពេលទៅបើម៉ាស៊ីនត្រជាក់មកវាអត់ត្រជាក់ស្រួលទេថ្ងៃក្តៅជាងម៉ាស៊ីនត្រជាក់ដល់ពេលបើម៉ាស៊ីនត្រជាក់មកវាធ្វើឲ្យធំឈួលដីឈួលអីអញ្ចឹងណាបងប្អូនហើយក៏ក្រុមការងារយើងខ្ញុំក៏បានចោះទៅដល់នៅកន្លែងធ្វើឡាននឹងផ្ទាល់ហើយក៏ឆែកមើលទៅបើកន្លែងម៉ាស៊ីនត្រជាក់ទៅក៏ដឹងថាកន្លែងទប់ម៉ាស៊ីនត្រជាក់នឹងវាមានបញ្ហាទូលីដីច្រើនខ្លាំងមែនតើបងប្អូនអញ្ចឹងហើយបានធ្វើឲ្យឡាននឹងបើកម៉ាស៊ីនត្រជាក់ទៅធំឈួលដីធ្វើឲ្យយើងកតាផ្ដាសាយអញ្ចឹងណាបងប្អូនក្រុមការងារយើងខ្ញុំក៏បែងឆែកមើលទៅក៏ឃើញបែបហ្នឹងហើយក៏បានជួសជុលឲ្យគេដែរឡានមួយគ្រឿងនឹងជាប្រភេទឡានអូសលមកបែនអញ្ចឹងណាបងប្អូនទាំងអស់គ្នាក្រុមការងារយើងខ្ញុំក៏បានចោះទៅធ្វើឲ្យបងប្អូនផ្ទាល់នឹងកន្លែងកុំឲ្យបងប្អូនមានបញ្ហាខាតពេលខាតវេលារងចាំឡានខូចរងចាំជាងធ្វើម្ដង2ដង3ដងអីចឹងធ្វើតែម្ដងឆែកមើលឲ្យល្អកុំឲ្យបងប្អូនមានបញ្ហាខាតពេលខាតវេលាយូរជាពិសេសបងកង់ឡានគាត់ដឹងស្រាប់ហើយថាបើសិនជាខាតពេលវេលាយូររត់បានជឿតនឹងត្រូវមាត់មេត្រូវមាត់អីអញ្ចឹងបងប្អូនក៏ស្វែងរកជាងណាដែរគាត់មានបទពិសោធន៍ត្រឹមត្រូវមានជំនាញច្បាស់លាស់1ដឹង1 2ដឹង2អត់ញ៉ៃច្រើនធ្វើតែម្ដងគឺឡានបងប្អូនអាចរត់ដំណើរការបានស្រួលវិញអញ្ចឹងណាបងប្អូនបើសិនបងប្អូនមានចំណាប់អារម្មណ៍អាចទៅលេខខាងលើនឹងបានអរគុណជម្រាបលាបងប្អូនទាំងអស់គ្នា